ប៉ូលីសថៃបានចោះចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រវ័យក្មេងម្នាក់ដល់ផ្ទះនាទីក្រុងបាងកកក្នុងករណីពាក់ព័ន្ធនឹងល្បែងអនឡាញនិងការលាងលុយកខ្វក់នៅថ្ងៃទី15ខែមករាឆ្នាំ2025តាមព័ត៌មានឲ្យដឹងថាបេក្ខជនតំណាងរាស្ត្រវ័យក្មេងម្នាក់នេះឈ្មោះថាផនវ័យ32ឆ្នាំជាសមាជិកតំណាងរាស្ត្ររបស់គណៈបកប្រជាជនប្រចាំខេត្តតាដែលកំពុងរកសន្លឹកឆ្នោតនាពេលបច្ចុប្បន្ននេះក្នុងនោះប៉ូលីសបានធ្វើការស៊ើបអង្កេតទៅលើ website ល្បែងអនឡាញខុសច្បាប់ហើយក៏បានរកឃើញថាបុគ្គលឈ្មោះនេះមានការពាក់ព័ន្ធទទួលផលប្រយោជន៍ទើបបានសុំដីកាពីតុលាការក្នុងការឃាត់ខ្លួនតែម្ដងយ៉ាងណាមិញបុគ្គលនេះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទឃុបឃិតបង្កើតល្បែងអនឡាញផ្សព្វផ្សាយល្បែងអនឡាញនិងឃុបឃិតលាងលុយកខ្វក់ដែលបានមកពីល្បែងអនឡាញដោយឡែកលោកថេងដែលជាមេដឹកនាំគណៈបកប្រជាជនបានឲ្យដឹងថាទាក់ទងនឹងករណីនេះលោកមិនការពារសមាជិកណាម្នាក់ដែលធ្វើខុសចំពោះច្បាប់ឡើយ